បាទការរៀបចំពិព័រណ៍ថ្ងៃនេះគឺលោកគ្រូបំណងផ្សព្វផ្សាយអំពីផ្នែកមួយនៃជនជាតិបាទនៃជនជាតិភាគតិចខ្មែរយើងនៅតំបន់ខ្ពង់រាបនៃខេត្តរតនគិរីមណ្ឌលគិរីជាដើមដែលខ្ញុំអាសាធ្វើដំណើរទៅកាន់ខេត្តហ្នឹងព្រោះខេត្តហ្នឹងមានអាកាសធាតុល្អមានទេសភាពច្រើនប្លែកអីចឹងណាត្រជាក់ត្រជុំបាទសុខដុមរមនាខុសពីខេត្តដទៃមានទឹកជ្រោះមានអីចឹងដល់ពេលចឹងហើយទី2គឺជនជាតិតែម្ដងបាទដែលធ្វើឲ្យយើងតាក់ទាញបាទដូចជាប្រពៃណីទំនៀមទម្លាប់របស់គាត់ការស្លៀកពាក់ហើយនឹងការតុបតែងលម្អផ្ទះហើយនឹងគ្រឿងសម្ភារៈផ្សេងៗដែលមានលក្ខណៈប្លែកជាពិសេសកផាបាទកផានោះគឺថាមានការតាក់ទាញហើយធ្វើឲ្យថាភ្ញៀវដែលទៅកំសាន្តហ្នឹងចូលចិត្តស្ពាយបាទថតអីជាដើមបាទអានេះគឺជាសារៈសំខាន់អញ្ចឹងបានខ្ញុំក្នុងនាមជាសិល្បករត្រូវតែផ្ដិតយករូបភាពណានៃជ្រុងមួយណាដើម្បីមកធ្វើជាស្នាដៃសិល្បៈរបស់ខ្លួនដើម្បីចូលរួមចំណែកផ្សព្វផ្សាយបាទដល់មហាជនបាទល្ងាចនេះគឺមាន13ផ្ទាំងបាទស្នាដៃ13ផ្ទាំងដែលបានយកមកដាក់តាំងជូនបងប្អូនទស្សនាដោយការគ្រោងទុកការធ្វើពិព័រណ៍គឺមិនមែនថាយើងនឹកឃើញភ្លាមធ្វើបានភ្លាមយើងត្រៀមតាំងពីឆ្នាំ2024នេះដល់បាទអញ្ចឹងណាបាទយើងអាចហៅ4-5 ខែមុនអីចឹងណាបាទ4-5 ខែឬមួយក៏ដើមឆ្នាំដើមអីចឹងទៅដើមឆ្នាំ2025ហ្នឹងអីចឹងទៅបានធ្វើមកដល់ថ្ងៃនេះបានបាទមានការរៀបចំពិព័រណ៍បានថាជាទូទៅសិល្បករយើងគាត់ច្រើនតែគួរអ្វីទៅតាក់ទងពីខាងតំបន់អង្គរណាបាទគេថាផ្ដោតទៅលើខាងវប្បធម៌នៅតំបន់អង្គរអញ្ចឹងណាបាទល្បីឆ្លាតកន្លែងតំបន់គេថាទេសចរដ៏ធំប៉ុន្តែយើងត្រូវគិតថាតំបន់ទេសចរខ្មែរឬមួយក៏តំបន់ដែលមានជនជាតិប្រពៃណីវប្បធម៌ហ្នឹងវាមានច្រើនកន្លែងផ្សេងទៀតបាទអញ្ចឹងយើងមិនគួរថាបោះបង់តំបន់នៅភាគខាងជើងឬភាគខាងណាមួយដែលជាតំបន់របស់ខ្មែរត្រូវថាធ្វើការដកស្រង់បាទផ្ដិតយកទស្សនវិជ្ជាទាំងអស់ហ្នឹងមកបញ្ចូលជាស្នាដៃសិល្បៈរបស់យើងដើម្បីយករូបកន្លែងផ្សព្វផ្សាយបាទនៅទីនេះគឺ Galleries បាទឈ្មោះវិចិត្រសាលហ្នឹងគឺថាបើកទូលាយជូនមហាជនចូលរួមទស្សនាតែម្ដងបាទអត់កាត់ថ្លៃទេបាទឲ្យតែបងប្អូនខ្មែរយើងក៏ដូចជាជនបរទេសចឹងបាទចូលរួមគឺសប្បាយចិត្តបាទពេញចិត្តក៏អាចជាបាទថាចាប់អារម្មណ៍ចំពោះស្នាដៃណាមួយក៏ជាទៅបាទមិនចាប់អារម្មណ៍ក៏ចូលរួមទស្សនាកំសាន្តនេះទៅបាទតាមការពិភាក្សាជាមួយនឹងក្រុមការងារអាចនៅក្នុងខែកុម្ភៈឆ្នាំក្រោយបាទនឹងតាំងរួមគ្នាជាមួយនឹងវិចិត្រករបារាំងបាទជំនាញបារាំងបាទនឹងរួមគ្នាបាទជាគំនូរសហសម័យផងលាយបុរាណផងដែលតាក់ទងទៅនឹងការរីកចម្រើននៃទីក្រុងភ្នំពេញយើងប្រទេសកម្ពុជាយើងមានការអភិវឌ្ឍអញ្ចឹងយើងភ្ជាប់វប្បធម៌យើងទៅនឹងការអភិវឌ្ឍនឹងសិល្បៈបាទប្រពៃណីយើងទៅជាមួយនឹងការអភិវឌ្ឍដូចជាទីក្រុងដូចជាដើមបាទចំពោះខ្ញុំគឺសប្បាយចិត្តដោយសារឃើញបងប្អូនជានិស្សិតខាងសាលារូហ្វាគាត់អញ្ជើញមកច្រើនបាទនេះគឺជាការដកស្រង់បទពិសោធន៍មួយដែរពីលោកគ្រូចាស់ក៏ដូចជាសិល្បករដែលមានបទពិសោធន៍មុនអញ្ចឹងណាអញ្ចឹងពួកគាត់អាចឃើញពីបច្ចេកទេសរបស់យើងគាត់អាចឆ្ងល់អាចសួរយើងអាចប្រាប់គាត់ឲ្យខំប្រឹងបន្តទៅទៀតណាដើម្បីឲ្យស្នាដៃរបស់គាត់បានល្អតើគាត់មើលការងារសិល្បៈច្រើនហើយសួរគ្រូយើងឲ្យបានច្រើនគាត់នឹងប្រាប់ពីអ្វីដែលពិបាកក្នុងការធ្វើអញ្ចឹងយើងនឹងមានពលឺនៅក្នុងការប្រកាសសម្ដែងរបស់យើងបាទ